នៅសុកសុកនឹកឃើញទៅ recover account ចាស់មកវិញខែលោវាបានមកវិញអញ្ចឹងណាហើយគេថាចាំមើល7ថ្ងៃបានអាហ្នឹងគឺមើលតាមហ្នឹងអត់នឹកស្មានថា account ខ្ញុំត្រូវគេបិទអញ្ចឹងមែនតាព្រោះអីដូចជាក្រុមហ៊ុនលើកនេះបិទអត់បានផ្ដល់តំណែងមុនណាពួកខ្ញុំអាសាមើលកន្លែងប៊ូតុងនេះ system notification ពេលវីដេអូយើងមួយណា restrict អីចឹងទៅគឺវា load មកអាហ្នឹងព្រោះអីបើសិនជាចាំមើលតែវីដេអូយើងដែលថាគេ report ឃើញភ្នែកអត់មើលយើងមើលអត់អស់ទេព្រោះអ្នកខ្លះគឺដូចយើងនិយាយប៉ះពាល់អីចឹងទៅគឺគេដើរមើលវីដេអូចាស់យើងនៅក្រោមគេទៅវាយវីដេអូក្រោមហ្នឹងកាលមុនខ្ញុំ TikTok ខ្ញុំកុំអីវាមិនឆាប់ដាច់ដែរព្រោះវាឡើងrestrict account ពណ៌ក្រហមព្រោះអីគេវាយវីដេអូចាស់យើងអត់ដឹងតែឥឡូវដល់យូរទៅដឹងទៅមើលកន្លែងប៊ូតុង notification មិនថាវីដេអូចាស់ថ្មីអីខ្ញុំមើលតែហ្នឹងគេអាសាទៅវាយវីដេអូចាស់ខ្ញុំដែរចឹងដើម្បី account ខ្ញុំឆាប់ដាច់ប៉ុន្តែខ្ញុំតាមអភិលបានមកវិញរហូតហើយលើកនេះដូចជាអត់ផ្ដល់តំណែងប្រាប់មុនចឹងណាដូចជានៅសុកក៏បាត់ឈឹងតែចាំមើល7ថ្ងៃទៀតប្រហែលជាបានតែខ្ញុំក៏មិនស្ដាយអីប្រហែលដែរតែនឹកឃើញរឿងរ៉ាវខ្លះគឺយើងនិយាយហើយយើងចង់ចងក្រងវាទុកចឹងណារឿងខ្លះក៏យើងបិទរឿងខ្លះក៏យើងចង់ចងក្រងទុកថាថ្ងៃហ្នឹងមានព្រឹត្តិការណ៍អីខ្ញុំបាននិយាយអីខ្លះហ្នឹងខ្ញុំអរគុណបងប្អូនទាំងអស់គ្នាដែលធ្លាប់ចូលចិត្ត comment like រក content វីដេអូខ្ញុំណាហើយសូមអភ័យទោសផងបើសិនជាខ្ញុំអត់បានតប comment អត់បានអីចឹងណាព្រោះអីគឺខ្ញុំឆ្លៀតពេលមែនតែនធ្វើវីដេអូម្ដងខ្ញុំពេលខ្ញុំធ្វើការគឺខ្ញុំដកទូរស័ព្ទទុកហើយតនេពេលថ្ងៃមួយផ្លែតយប់ឡើងហ្នឹងបោកកៅអៅផងអីផងហ្នឹងមើលបន្ទប់មើលអីផងទៅដល់ប្រហែលម៉ោង10យប់អីចឹងទៅពេលខ្លះឆ្លៀតបានមកវីដេអូពីរវីដេអូឬក៏តាមដានរឿងសង្គមខ្លះយកមកនិយាយក្នុង TikTok គឺក្នុង Facebook ចឹងណា